បាទគ្រប់ជំរាបសួរបងប្អូនមកចូលឆ្នាំនេះហើយមនក៏ធ្លាក់បានពី3សបុកបងប្អូនឥឡូវមានឈើក្បាលផ្ទះសល់ទំនេរវិការងារចូលវិញស្អែកថ្ងៃ20បងប្អូនអានេះអាទិត្យមានទំនេរមួយថ្ងៃ2ថ្ងៃចំធ្វើទ្រង់កូនមនបងបាំងតែមួយខែ2ខែទៀតមននឹងវាឡើង3ខែអញ្ចឹងធ្វើធុងហើយបងអាណាទងដាក់វាយចែកវាខាន់ហ្នឹងបងអញ្ចឹងស្អៀតបងប្អូនហើយទីទៀតតម្លាក់3នៅ3សបុកទៀតតនឹងគឺក្រាបនឹងមកឆ្លៀតធ្វើទៅនេះមុនចូលធ្វើការបងហើយដាំលសមកដាំ2ដើមវិញអានេះបាន10-20% បងចាំបាន50-60% ខ្ញុំថតរងទៀតទៅហើយจะបញ្ចប់នៅ100% ទៀតមានហើយមានតបងប្អូនវីដេអូកាត់តមកមកវិញបងប្អូនអស់កម្លាំងពេលក៏ដាក់ press C មួយកំប៉ុងសល់ពីសែនទេវតាបងប្អូនមីក្តៅខានក្តៅបងប្អូនមកដាក់ទឹកឲ្យច្រើនបងប្អូនឆ្នាំការពីចកើឥឡូវមានលើកឈើមកថែមទៀតបងដាក់មិនដាំបាន2-3អសធំអសចាស់បងចឹងបាននៅមួយដើមទៀតក្តៅបងជីនេះមក9មក10ក្តៅឯងហើយរៀបចំដាក់អសមកទៀតនេះឈើចាស់រើពីផ្ទះយាយបងប្អូនគឺសល់នោះយើងវាឆ្នៃទៅរបស់យើងមានផ្ទះស្រាប់តក់សិនបងប្អូនតន់មានសមត្ថភាពធ្វើធំបងប្អូនមានថាពីពុកចាស់ទួយនៅសម្ភារៈក្បាលផ្ទះយើងមានសល់ឈើសល់អីចឹងបងហ្នឹងហើយទៀតតម្លាក់3សបុកទៀតទៅច្រើនបងប្អូនចាំមកឆ្នៃដាក់ក្នុងទ្រុងខ្លះដាក់ក្នុងហេតុធុងជ័រខ្លះបងប្អូនចេះតែមានចេះដាក់ទៅរបស់យើងមានស្រាប់ចេះឆ្នៃតិចទួយទៅបានគង់វងសល់បានច្រើនទេបងហើយណាបងដៅមេឃនឹងដៅហៃទៅកម្ដៅបាន40-30ជាងបងដៅតែមែនតើជីបានតែមិនសក្ដៅរត់ចូលមលុបជីបានសចូលមលុបតែបងប្អូនអញ្ចឹងអរគុណបងវីដេអូមកប៉ុណ្្នឹងទេប្រហែល10% 20% ទេអរគុណបងប្អូនតាមដានវីដេអូ